សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនឹងខ្ញុំទៀតហើយបងអើយថ្ងៃនេះចេញពីធ្វើការមកអស់កម្លាំងមែនតើហ្មងឥឡូវមិនដឹងថាធ្វើអីទេទៅផ្សារមានតែប៉ុណ្្នឹងបងនេះជួយកិនខ្ញុំមើលថាគួរយកទៅធ្វើម្ហូបអីឲ្យឆ្ងាញ់បងមើលមានមីមានសាឡាត់មានផ្កាស្ពៃមានម្ទេសមានអីចឹងណាបងតើបងចង់ដឹងថាខ្ញុំធ្វើម្ហូបអីគេទៅតាមដានមើលទាំងអស់គ្នាខ្ញុំមិនដឹងធ្វើអីដែរថ្ងៃហ្នឹងវាគ្រប់មុខពេកបងនេះស្លាបហើយនឹងជើងបងឥឡូវខ្ញុំដាក់ស្ងោរវាទឹកនោះខ្ញុំបានដាក់ម្សៅរ៉ូឌីប៊ីចេងហើយស្ករបន្តិចបងពេលយើងស្ងោរទៅឲ្យវាមានជាតិណាឥឡូវយើងធ្វើការក្រោកវាទុកសិនបងស្លាប់មន់យើងបានស្ងោរឆ្អិនហើយឥឡូវយើងស្រង់វាចេញបងមានស្លាបមានជើងចឹងណាបងអូយតំណងឡើងឈ្ងុយគល់ស្លឹកគ្រៃស្លឹកក្រូចមកដេងបងឥឡូវយើងយកមីមកត្រាំទឹកសិនដោយសារអីបងយើងខ្ជិលដាំទឹកស្រស់វាយើងដាក់ត្រាំវាចឹងទៅវារីកដូចគ្នាទេបងអើយសម័យមើល6កញ្ចប់គ្នា4នាក់ហូបគ្រាន់អត់តែបងហូបគ្រាន់អត់តែខ្ញុំល្មមហ្មងណា6កញ្ចប់ហ្នឹងណាបងឥឡូវយើងចាប់ដាំមកបកផ្កាខាត់ណាយើងយកទៅស្រោះវាបងស្រោះវាបន្តិចទៅឲ្យវាបោះអស់ជាតិថ្នាំបងមកបងឥឡូវយើងចាប់ផ្ដើមមកឆាគ្រឿងមីយើងទាំងអស់គ្នាបងសុំសហើយនឹងម្ទេសបងលេងវាឲ្យឡើងឈ្ងុយសិនមកបងខ្ទឹមយើងបានឈ្ងុយឥឡូវយើងចាប់ផ្ដើមចាក់ម្ទេសចូលគ្រាន់ម្ទេសកន្លះកូនចានហើយមានម្សៅម្ទេសបន្ថែមទៀតចាក់ទឹកម្ទេសចូលទឹកសៀងទឹកប្រេងខ្យងស្ករសប៊ីចេងគ្រឿងមីបងឥឡូវយើងចាប់ផ្ដើមចាក់ស្លាបចូលហើយនឹងជើងចូលបងដាក់មកងាស់វាមួយគ្រឿងឲ្យវាផុយឆ្ងាញ់បងឥឡូវយើងចាប់ផ្ដើមចាក់មីយើងចូលបងមីខ្ញុំមិញណានេះបងមើលចេញហើយមីកូនកាត់មីបែបកាត់ក្រែបងតទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នា